គ្រួសារមួយកំពុងរីករាយនឹងទូកកំសាន្តរបស់ពួកគេនៅកណ្ដាលសមុទ្រការ៉ាប៊ីនគាត់កំពុងវិស្មការនៅផ្ទះម្ដាយរបស់គាត់ឈ្មោះ Julia លោតចូលទៅក្នុងទឹកដើម្បីហែលទឹកសម្រាប់គាត់មានអារម្មណ៍ចម្លែកមួយពេលកំពុងធ្វើវាប៉ុន្តែដោយសារតែគ្មានអ្វីអាចមើលឃើញនៅជុំវិញនាងគិតថាគាត់ប្រហែលជាកំពុងយល់ច្រឡំប៉ុន្មានវិនាទីក្រោយមកអារម្មណ៍ចម្លែកដែលនោះក៏ត្រឡប់មកវិញខ្ញុំមិនអាចមើលឃើញអ្វីទាំងអស់ប៉ុន្តែឥឡូវនេះគាត់នាងភ័យស្លន់ស្លោហើយចាប់ផ្ដើមហែលទឹកឆ្ពោះទៅរកទូកកំសាន្តនាងបានធ្វើរំពេចនោះមានអ្នកណាម្នាក់ទាញជើងនាងហើយគាត់ស្រែកខ្លាំងសុំជំនួយនាងចាប់ផ្ដើមស្រែកតើកូនស្រីរបស់នាងមានការស្ដាប់ត្រចៀកប្រភេទអ្វីនាងកំពុងស្ដាប់តន្ត្រីដូច្នេះនាងខ្ញុំមិនអាចជឿអ្វីទាំងអស់ស្វាមីថមនិងកូនប្រុសពេនពួកគេវល់នេសាទជូលៀព្យាយាមស្នាក់នៅពីលើទឹកប៉ុន្តែដោយសារតែទឹកមាត់ហូរខ្លាំងវាคล้ายជាពិបាកក្នុងការស្រែកមួយរយៈថមដឹងខ្លួនយឺតពេកហើយគាត់មិនបានឃើញយេលីទេគាត់បានឃើញនាងនៅទីធ្លារកឃើញហើយបន្ទាប់មកឃើញថាប្រពន្ធរបស់គាត់ស្ថិតក្នុងគ្រោះថ្នាក់គាត់ឃើញវាគាត់ហៅក្មេងផ្លាស់ទីទៅខាងនោះហើយលោតចូលទៅក្នុងទឹកគាត់ប្រញាប់ទៅរកយេលីហើយប្រាប់នាងគាត់កាន់ចំណុចទាញហើយអណ្ដែតឆ្ពោះទៅរកយ៉ាត់ពួកគេទាញពួកគេទាំងពីរឡើងគ្រូសាមើលថៃយេលីប៉ុន្តែយេលីខ្លួនឯងពន្យល់ថាប្រហែលជានេះដោយសារតែរលកវាប្រកាសជាកើតឡើងមែនពួកគេទាំងអស់គ្នាបានប្រារព្ធខួបកំណើតរបស់ពេនជាមួយគ្នានៅយប់នោះកាស៊ីទទួលបានការហៅទូរស័ព្ទពីមិត្តប្រុសរបស់នាងពេលគាត់មកដល់នាងក៏យកកុំព្យូទ័រយួរដៃហើយចេញទៅមិត្តប្រុសរបស់នាងបានបង្ហាញខ្លួនក្នុងការហៅជាវីដេអូមានពុកខ្មៅធំគ្រប់ដណ្ដប់លើទីក្រុងការហៅទូរស័ព្ទមានបញ្ហាហើយគាំងកាស៊ីមកប្រាប់រឿងនេះដល់ក្រុមគ្រួសារប៉ុន្តែលោកថមនិយាយថាប្រហែលជាចេញពីដីសញ្ញាខ្សោយដោយសារតែរឿងនេះនោះហើយជាមូលហេតុដែលមនុស្សគ្រប់គ្នាសម្លេងមួយបានលើឡើងពួកគេទាំងអស់គ្នាក៏ចេញទៅហើយឃើញថាត្រីបាឡែនជាក្រុមត្រីមួយក្រុមនោះដើរកាត់ថមពន្យល់ថាត្រីបាឡែនត្រីតែងតែស្ថិតនៅក្នុងដែនម៉ាញេទិករបស់ផែនដីប៉ុន្តែនៅពេលដែលព្យុះមកដល់ដូច្នេះពួកគេមានការភ័ន្តច្រឡំភ្លាមនោះសម្លេងខ្លាំងបែបនេះខ្យល់បក់ហើយបែនដួលថមមានការព្រួយបារម្ភថាយ៉ាតអាចនឹងរងគ្រោះថ្នាក់គាត់មិនបានទៅដល់វាទេដូច្នេះគាត់បានមុជចុះទៅពិនិត្យមើលបន្ទាប់ពីមួយរយៈគាត់មកដល់ផ្ទៃទឹកគាត់ត្រឡប់មកវិញប៉ុន្តែគាត់មានដុំពុកធំមួយនៅលើស្មារបស់គាត់ជូលីដេមុខរបួសរបស់គាត់ភ្លាមថមពន្យល់ថានៅក្រោមទឹកគាត់មានអារម្មណ៍ដូចជាវាមានអារម្មណ៍ដូចជាមានសត្វដ៏ធំមួយនៅពីក្រោយគាត់ប៉ុន្តែនៅពេលដែលគាត់ងាកមើលទៅក្រោយពីម៉ាស៊ីនរុញវាត្រូវបានកាត់គាត់និយាយអ្វីក៏ដោយដែលវាជាអ្វីវាធំណាស់ថមបានរងការខាតបង់ច្រើននៅលើទន្លេយ៉ាតវាអាចមើលឃើញដូច្នេះពួកគេត្រូវហៅរកជំនួយជូលីព្យាយាមបើកវិទ្យុម្ដងហើយម្ដងទៀតកាស៊ីស្វែងរកសញ្ញានៅលើទូរស័ព្ទរបស់នាងប៉ុន្តែគ្មានអ្វីដំណើរការទេបន្ទាប់មកខាស៊ីសត្វចម្លែកមួយបានលេចចេញមកហើយវានាងស្រែកប៉ុន្តែវាគ្រាន់តែជាបែនប៉ុណ្ណោះអ្នកដែលកំពុងលេងសើចពេលពាក់ម៉ាស់បន្ទាប់ពីមួយរយៈទូកឈប់ទាំងស្រុងហើយជាប់នៅកណ្ដាលមហាសមុទ្រជូលីនាងឬសំឡេងមួយនៅលើវិទ្យុប៉ុន្តែសំឡេងនោះនាងអាក្រក់ណាស់ដែលនាងមិនយល់អ្វីទាំងអស់ថមប្រាប់ក្រុមគ្រួសារថាពួកគេមាននៅសល់តែអាហារនិងទឹក4ថ្ងៃទៀតប៉ុណ្ណោះហើយឥឡូវនេះពួកគេត្រូវបានគេសន្មតថាជាម្ចាស់ទូកនេសាទខ្ញុំនឹងត្រូវរងចាំភ្លាមនោះមានអ្វីមួយលេចឡើងនៅលើរ៉ាដាត្រូវបានរកឃើញហើយក្រុមគ្រួសារបានរកឃើញរបស់ចម្លែកមួយសំឡេងមួយបាននឿមនុស្សគ្រប់គ្នារត់ចេញមកហើយដោយភ្ញាក់ផ្អើលខ្ញុំឃើញថាមានមនុស្សជាច្រើនអាចផ្កាយកំពុងធ្លាក់មកដីគ្រប់ទីកន្លែងនៅពេលដែលអាចផ្កាយធ្លាក់មកការផ្ទុះដ៏ធំសម្បើមក៏កើតឡើងអាចផ្កាយមួយនៅក្នុងទឹកក្បែរពួកគេប្រសិនបើវាធ្លាក់ថមនឹងព្យាយាមរត់ទៅទីធ្លាភ្លាមព្យាយាមម៉ាស៊ីនស្ទើរតែមិនដំណើរការប៉ុន្តែបន្ទាប់មកអាចផ្កាយមួយទៀតបានធ្លាក់មកលើតំបន់នោះក្រុមគ្រួសារនៅជុំគ្នាដោយភ័យខ្លាចថមយល់ឃើញវាថាបាល់ភ្លើងដែលកំពុងធ្លាក់មកទាំងនេះមិនមែនជាអាចផ្កាយទេប៉ុន្តែជាផ្កាយរណបបន្ទាប់មកបែនសង្កេតឃើញផ្សែងហុយចេញពីទីធ្លាថមពិនិត្យនិងបញ្ជាក់ម៉ាស៊ីនបានខូចខ្យល់បក់ខ្លាំងប្រសិនបើនាងមានអារម្មណ៍ចង់នាងនឹងលាក់ខ្លួននៅក្នុងទីធ្លាគ្រួសារដោយមិនបានកត់សម្គាល់ថាត្រីវិស័យកំពុងធ្វើចលនាលឿនខ្លាំងណាស់ទីធ្លាចាប់ផ្ដើមញ័រយ៉ាងខ្លាំងនំប៉ោវនោះធ្លាក់ម្ដងទៀតហើយលើកនេះវាធ្លាក់របួសក៏អាចកើតឡើងដែររលកបក់យ៉ាងលឿនលើទីធ្លាថមតស៊ូចេញទៅក្រៅហើយយកអាវធំរស់មកជាមួយបន្ទាប់មកអគិសនីក៏ដាច់ថមបានបិទភ្លើងភ្លាមចុចប៊ូតុងនៅលើប្រអប់ហើយភ្លើងនឹងភ្លឺឡើងវិញមកដល់នៅពេលនោះពេនបានកត់សម្គាល់ឃើញថាច្រមុះរបស់យេលីកំពុងហូរឈាមយេលីចាប់ផ្ដើមមានអារម្មណ៍វិលមុខខណៈពេលដែលខាស៊ីនៅអាំងលាងចាននាងទៅក្អួតថមសាកល្បងស្ដាប់វិទ្យុវានៅតែដំណើរការប៉ុន្តែមិនទទួលបានសញ្ញាទេភ្លាមនោះមានសំឡេងខ្លាំងនិងខ្យល់បក់ខ្លាំងជូលីក៏កាន់តែរឹងមាំឡើងដែរនាងព្យាយាមបិទវាប៉ុន្តែទ្វារមួយបានបើកហើយខ្យល់ចាប់ផ្ដើមបំបែកបង្អួចថមបានដុតភ្លើងហើយបន្ទាប់ពីមួយរយៈភាពងឹតចាប់ផ្ដើមការភ្ញាក់ផ្អើលក្នុងគ្រួសារនៅព្រឹកបន្ទាប់នាងភ្ញាក់ពីដំណេកហើយឃើញថានាងបានរួចផុតពីព្យុះហើយប៉ុន្តែទូកកំសាន្តនោះត្រូវបានបំផ្លាញពាក់កណ្ដាលពេលយើងចេញមកយើងឃើញថាសមុទ្រទឹកបានបាត់ទៅហើយទូកក្តោងឥឡូវនេះនៅលើគោកមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលពេលឃើញរឿងនេះរបៀបពិនិត្យមើលសញ្ញានៅលើបណ្ដាញវាធ្លាក់ចុះទាំងស្រុងคล้ายជាមនុស្សស្លាប់2នាក់ថមចាប់ដើមលេងជាមួយក្តាមថមពិនិត្យមើលត្រីវិស័យរបស់គាត់ធ្វើវាហើយឃើញថាវាបញ្ច្រាស់ទេវាបានកើតឡើងចុងក្រោយ700ឆ្នាំមុនខាស៊ីគិតថាមិត្តប្រុសរបស់នាងបានស្លាប់ហើយនាងក៏ស្រងូតស្រងាត់ចិត្តពេលជូលីប្រាប់នាងពេលនាងមកពន្យល់កាស៊ីក៏រុញនាងចេញហើយក៏ទៅលាក់ខ្លួនជូលីនិងថមនៅរស់រានមានជីវិតពេនកំពុងប្រារព្ធខួបកំណើតរបស់គាត់បាឡុងត្រូវបានចងភ្ជាប់ទៅនឹងធ្នង់មួយដើម្បីឲ្យប្រហែលជាមាននរណាម្នាក់នឹងមើល Survivor ថមគាត់សាកល្បងវិជ្ជាម្ដងទៀតហើយលើកនេះការភ្ជាប់មួយត្រូវបានធ្វើឡើងជាមួយបុរសនោះឈ្មោះរបស់គាត់គឺញ៉ៅហើយគាត់នឹងក្លាយជាប្រធានក្រុមនាវាមុជទឹករបស់គាត់ក៏ជាប់គាំងនៅលើដីគោកដែរ